នៅក្នុងភាគបន្តនៃសៀវភៅរបស់លោក Amy Gott បានរាយការណ៍អំពីភាពខុសគ្នាដែលកើតមានរវាងប្រទេសវៀតណាមនិងប្រទេសខ្មែរគាត់បាននិយាយថាមជ្ឈដ្ឋានភូមិសាស្ត្រនេះមិនមែនជាឧបទ្ទវហេតុភូមិសាស្ត្រនោះទេតាមពិតជួរភ្នំអាណាមនេះបានខណ្ឌតំបន់2ដែលមានវិសាលភាពមិនស្មើគ្នាទេនិងមានប្រជាជនភាសាវប្បធម៌និងសាសនារបស់ពួកគេខុសគ្នាទាំងស្រុង Amy Gott បាននិយាយថាគឺពិភពលោកពីរដែលគេអាចហៅដោយបំព្រួញថាឥណ្ឌានិងចិនបើសិនជាវៀតណាមជារបស់ពិភពលោកចិនប្រទេសខ្មែរគឺជារបស់ពិភពលោកឥណ្ឌាដូច្នេះក្របខ័ណ្ឌភូមិសាស្ត្រនេះមានការតាក់ទងគ្នាជាមួយនឹងក្របខ័ណ្ឌនយោបាយនិងសង្គមនៅពេលចាប់ផ្ដើមនៃប្រវត្តិសាស្ត្រគឺមានការបញ្ជានៃភូមិសាស្ត្រដែលបង្កើតនៅប្រជាជនមួយនៅអរិយធម៌មួយនៅផ្នែកខាងត្បូងទាំងអស់នៃកំពែងលើយទៅមុខនេះនៅអាស៊ីអាគ្នេយ៍ដែលជាទីទាបកោះឥណ្ឌូចិនត្រូវបានរស់នៅដោយសាសមួយដែលហៅថាខ្មែរដោយនៅភាគខាងជើងត្រូវបានរស់នៅដោយសាសវៀតណាមដើមកំណើតចិននិងដោយសាសថៃមានដើមកំណើតដូចគ្នាជួរភ្នំអាណាមទន្លេមេណាមនិងសមុទ្រចិនហុំព័ទ្ធទៅដោយស្ថានភាពភូមិសាស្ត្ររបស់អតីតប្រទេសកម្ពុជាតាមការសិក្សារបស់ពួកបុរាណវត្ថុពិទូពួកគេបានសន្និដ្ឋានថាគឺមកដល់សតវត្សទី1នៃគ្រិស្តសករាជដែលក្រុមមនខ្មែរបានទទួលរងនៅឥទ្ធិពលពីឥណ្ឌាការនាំមករបស់ជនជាតិឥណ្ឌាទាំងនេះសម័យកាលឥណ្ឌាភាវូបនីយកម្មដែលបានបន្ថែមទៅលើការនាំមករបស់ជនជាតិម៉ុងហ្គោលក៏បានកើតឡើងនៅអរិយធម៌ឥណ្ឌាមនខ្មែរនៅឆ្នាំ50ព្រឹត្តិការណ៍របស់ព្រះបាទកៅដាញ់បាននាំមកនៅសន្ទុះថ្មីនៃអរិយធម៌ឥណ្ឌាមនខ្មែរបន្ទាប់មកទៀតយើងបានមកដល់សម័យកាលប្រូតូខ្មែរដែលបានផ្សាយចេញទៅគ្រប់ទិសទីនៅក្នុងកំឡុងជាច្រើនសតវត្សពីសតវត្សទី2ដល់សតវត្សទី6អរិយធម៌ខ្មែរដើមត្រូវបានកត់សម្គាល់ដោយការរីកចម្រើនដ៏អស្ចារ្យនៅកម្ពុជាក្រោមដែលមានកំពង់ផែដ៏សំខាន់មួយនៅអូកែវបានទទួលនាវារបស់អ្នកធ្វើជំនួញដែលនៅឆ្ងាយក្រៃលែងពីឆ្នេរសមុទ្រអាស៊ីហើយប្រហែលជាមកពីអាហ្វ្រិកផងដែរពិសេសទៅទៀតអូកែវមិនគ្រាន់តែជាកំពង់ផែប៉ុណ្ណោះទេប៉ុន្តែក៏ជាបុរីសមុទ្រមួយដ៏ពិតប្រាកដដែរត្រូវបានដាក់ឲ្យដំណើរការនិងសិក្សាដោយពួកបុរាណវត្ថុវិទូនៅសាលាបារាំងចុងបូព៌ាប្រទេសវាជាភស្តុតាងដែលមិនអាចប្រកែកបាននិងពិតប្រាកដថាកូសាំងស៊ីនគឺជារបស់ព្រះរាជាណាចក្រខ្មែរក្នុងពេលដែលអូកែវស្គាល់នៅភាពរីកចម្រើនបែបនេះព្រៃនគរព្រះរាជព្រៃរបស់មហាក្សត្រខ្មែរបានកាន់កាប់ទីកន្លែងនៃទីក្រុងសាយហ្គនបច្ចុប្បន្នព្រៃនគរគឺជាកន្លែងព្រះរាជដំណាក់របស់ព្រះមហាក្សត្រខ្មែរចាប់តាំងពីសតវត្សទី3មុនគ្រិស្តសករាជលោក Silvestri នៅក្នុងសៀវភៅមួយដែលនិយាយអំពីអាណាចក្រអាណាមបានថ្លែងដោយគាំទ្រអាញាធរ Aemonier និង Franciscanier ថាព្រះមហាក្សត្រអាឆ័យត្រូវបានដកហូតរបស់ទ្រព្យដោយប្រជាជនខ្មែរនៅឆ្នាំ289មុនគ្រិស្តសករាជហើយថាពួកចាមដែលបានតាំងទីលំនៅនៅក្នុងប្រទេសគុកធ្លកគឺថាប្រទេសកម្ពុជាពេលនោះត្រូវបានបែកខ្ញែកនិងបរាជ័យហើយបានដកថយទៅទិសខាងត្បូងយូរក្រោយមកអ្នកធ្វើសញ្ជ័យទឹកដីពួកគេផ្ទាល់បានចុះរហូតដល់ព្រំដែននៃមាត់ពាមសមុទ្រព្រះមហាក្សត្រខ្មែរមួយព្រះអង្គត្រូវបានគង់នៅសាយហ្គនហើយឈ្មោះព្រៃនគរព្រះរាជព្រៃដែលយកធ្វើជារាជធានីនៅពេលនោះបានចង្អុលបញ្ជាក់នៅលិខិតភាពលំនៅយ៉ាងគ្រប់គ្រាន់ចំណែកអូកែវបានថែរក្សាអរិយធម៌ដ៏ត្រចះត្រចង់របស់ខ្លួនក្នុងកំឡុងពេល4សតវត្សពីសតវត្សទី2ដល់សតវត្សទី6លោក Dauphin Monier បានពោលហើយដែលលោក Louis Malherbe បានសរសេរបន្តចំពោះបញ្ហានេះថាកំពង់ផែដ៏សំខាន់របស់ព្រះរាជាណាចក្រគឺអូកែវនៅខាងត្បូងភ្នំបាថេនៅកូសាំងស៊ីននៅលើស្ថានីយ៍ Neolithic មួយដែលពួកអ្នកធ្វើដំណើរតាមនាវាជនជាតិឥណ្ឌាបានស្គាល់រួចហើយនោះកំពង់ផែនេះមិនគ្រាន់តែទទួលសំពៅមកពីប្រទេសចិនម៉ាឡេស៊ីនិងប្រទេសឥណ្ឌាប៉ុណ្ណោះទេប៉ុន្តែក៏មកពីប្រទេសហូឡង់ផងដែរដែលនាវាដឹកទំនិញទាំងនេះគឺជួលដោយពួកឈ្មួញមកពីខេត្តរបស់អាណាចក្ររ៉ូម៉ាំងនៅត្រង់ព្រំប្រទល់សមុទ្រក្រហមតាមការពិតគេបានរកឃើញនៅអូកែវ
នៅជិត្រាដែលមានសិលាចារឹកអក្សរសំស្ក្រឹតមានមេដាយមាសមួយមានកាលបរិច្ឆេទតាំងពីឆ្នាំ152ដែលមានរូបសំណាកព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមអាន់តូនីននិងថ្មឆ្លាក់ក្រហមមានដើមកំណើតនៅមេឌីទែរ៉ាណេកាសែត Le Journal d'Extrême Orient នៅក្នុងលេខរបស់ខ្លួនចុះថ្ងៃទី24ខែមេសាឆ្នាំ1962បានផ្សាយនៅសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលនៅក្នុងនោះពួកអាជ្ញាធរវៀតណាមនៅគៀងយ៉ាងបានវាយតម្លៃអូកែវថាជាទីក្រុង Venice នៅអាស៊ីដូច្នេះពួកអាណាមខ្លួនគេផ្ទាល់បានទទួលស្គាល់នៅការពិតនៃប្រវត្តិសាស្ត្រនៃតំបន់របស់ប្រទេសកម្ពុជានេះដែលពីដើមហៅថា Funan នោះដូច្នេះសេចក្តីថ្លែងការណ៍នេះបានសម្ដែងឲ្យឃើញនៅកិត្តិនាមដ៏រុងរឿងនិងភាពចម្រុងចម្រើនរបស់អរិយធម៌ខ្មែរនៅក្នុងសម័យនោះគឺអូកែវគឺជាតំបន់មួយស្ថិតនៅក្នុងចំណុះខេត្តគៀងយ៉ាងនៅជើងភ្នំបាថេនិងនៅទិសអាគ្នេយ៍បើតាមបុរាណវត្ថុពិទូអិលម៉ាឡេរិចបានឲ្យដឹងថាអូកែវកាលពីមុនគឺជាបូរីមួយប្រហែលថែមទាំងជារាជធានីរបស់ប្រទេសហ្វូណនទៀតផងក្នុងពេលបច្ចុប្បន្ននេះវាគ្រាន់តែជាកូនភ្នំតូចមួយរាងចតុកោណកែងមានបណ្ដោយប្រវែង3គីឡូម៉ែត្រនិងទទឹង 1.5 គីឡូម៉ែត្រមានផ្ទៃសរុបប្រហែលជា450ហិកតាគឺថាពាក់កណ្ដាលនៃផ្ទៃក្រឡាអង្គរធំបើតាមការស្រាវជ្រាវរបស់លោកអិលម៉ាឡេរិចអូកែវប្រហែលជាត្រូវបានហៅថាជាទីក្រុង Venice នៅអាស៊ីជាបូរីមួយដែលលយនៅក្នុងទឹកជាមួយនឹងគេហដ្ឋានទាំងឡាយដែលត្រូវបានកសាងឡើងដោយសម្ភារៈស្រាលៗនិងតម្រៀបជាជួរទៅតាមការប្រែប្រួលនៃជលធារាសាស្ត្រធម្មជាតិឬសិប្បនិមិត្តនៅឯនេះខ្លះឯនោះខ្លះគេឃើញមានព្រះវិហារធ្វើអំពីថ្មឬឥដ្ឋដែលនៅបច្ចុប្បន្ននេះគេឃើញនៅសល់តែគ្រឹះខ្លះកប់នៅក្រោមស្រទាប់ដីជាច្រើននោះដោយសារការស្រាវជ្រាវដ៏ខ្ជាប់ខ្ជួនអ្នកបុរាណវិទូអាចរកឃើញឧបករណ៍ជាថ្មរលីងនៅគ្រឿងចានឆ្នាំងធ្វើអំពីដីគុជនិងខ្សែកកងកធ្វើអំពីកែវឬអំពីថ្មមានតម្លៃរាប់ពាន់រូបចម្លាក់និងសារណវត្ថុធ្វើអំពីសំណបាហាំងជាច្រើនរបស់ធ្វើអំពីដែកនិងវត្ថុធ្វើអំពីមាសចំនួន1300ដែលមានទម្ងន់1120ក្រាមមានបន្ទះដែកមួយចំនួនត្រូវបានឆ្លាក់ជាអក្សរបាលីដោយសារចម្លាក់នេះគេអាចដឹងថាអរិយធម៌នៅអូកែវបានកើតមាននៅចន្លោះសតវត្សទី2និងសតវត្សទី3និងបានទៅដល់ភាពរុងរឿងពេញបរិបូរណ៍របស់ខ្លួននៅចន្លោះសតវត្សទី4និងសតវត្សទី5អរិយធម៌អូកែវត្រូវបានបង្កើតឡើងដោយការរលាយបញ្ចូលគ្នានៃអរិយធម៌ផ្សេងៗទៀតជាច្រើនដែលអរិយធម៌ទី1ហើយដែលសំខាន់បំផុតនោះគឺហាក់ដូចត្រូវបានបង្កើតឡើងដោយក្រុមមនុស្សមួយក្រុមមានដើមកំណើតជាជនជាតិឥណ្ឌូនេស៊ីបន្ទាប់មកមានឈ្មោះឥណ្ឌាមួយចំនួនបានបន្សល់ទុកនៅស្នាដៃដ៏ជ្រៅនៃអរិយធម៌ឥណ្ឌានៅក្នុងប្រទេសហ្វូណនហើយប្រទេសឥណ្ឌាខ្លួនឯងផ្ទាល់ត្រូវផ្ដល់នៅបរិមាណដ៏សំខាន់នៃវត្ថុធាតុដើមដើម្បីអាចឲ្យអូកែវផលិតនៅវត្ថុឧស្សាហកម្មនិងវត្ថុសិល្បៈដែលយើងទើបនឹងបាននិយាយមកនេះប្រព័ន្ធផ្លូវទឹកដែលមានស្ទើរតែគ្រប់គ្រាន់សម្រាប់ឲ្យប្រជាជនហ្វូណនរៀបចំទឹកដើម្បីបម្រើឲ្យវិស័យកសិកម្មចំនួនគ្រឿងចានឆ្នាំងធ្វើអំពីដីដែលមិនអាចគណនាបានជួនកាលមានលក្ខណៈជារបៀបនៅជនបទជួនកាលមានលក្ខណៈជាសិល្បៈនោះបានបង្ហាញឲ្យឃើញនៅការវិទីនៃសិប្បកម្មឧស្សាហកម្មធ្វើអំពីដែកនិងសំណបាហាំងក៏បានឈានទៅដល់កម្រិតមួយនៃការរីកចម្រើនដែលមិនអាចបដិសេធបានហើយផលិតផលដ៏ប្រណិតធ្វើឡើងដោយពួកជាងធ្វើឆ្នាំងផ្ទះជាងតុបតែងលម្អនិងជាងចម្លាក់បាននាំមកនៅភស្តុតាងនៃកម្រិតដ៏ខ្ពស់របស់សង្គមមួយដែលមានការរៀបចំនិងការបូជានៅក្នុងវិស័យសិល្បៈប៉ុន្តែកសិកម្មនិងឧស្សាហកម្មមិនគ្រប់គ្រាន់ដើម្បីនាំមកនៅភាសារុងរឿងបែបនេះនៅអូកែវនោះទេបើសិនជាគ្មានកត្តាជាមូលដ្ឋានគឺការតាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសជិតខាងនោះទេនៅសម័យនោះអូកែវមានចម្ងាយពីឈូងសមុទ្រថៃចំនួន11គីឡូម៉ែត្រឥឡូវនេះចម្ងាយ25គីឡូម៉ែត្រដោយសារមូលហេ
តទឹកនាចជាប្រចាំគឺជាកំពង់ផែពាណិជ្ជកម្មមួយដែលតភ្ជាប់ឈូងសមុទ្រនិងទន្លេមេគង្គដោយប្រឡាយទឹកជាច្រើនម្យ៉ាងទៀតអូរកែវបានស្ថិតនៅកន្លែងប្រសព្វមុខនៃផ្លូវថ្នល់នៅចន្លោះប្រទេសចិនប្រទេសឥណ្ឌានិងបណ្ដាប្រទេសលោកខាងលិចមានវត្ថុជាច្រើនដែលត្រូវបានគេរកឃើញនៅកន្លែងនេះបានបង្ហាញស្រាប់លោកអិលម៉ាឡេរិតបានរកឃើញនៅមេដាយនៃទីក្រុងរ៉ូមជាបន្ទះមាសដែលមានរូបសំណាកអាន់តូនីលីភិកដែលមានកាលបរិច្ឆេទនៅឆ្នាំ152និងមនុស្សរាយរងម្នាក់ទៀតគឺម៉ាកអូរ៉ែលតាមការស្រាវជ្រាវដែលបានរំលឹកនៅក្នុងសេចក្តីថ្លែងការណ៍នេះនិងការនិទានរបស់អ្នកធ្វើដំណើរចិននោះបានបង្ហាញឲ្យឃើញថាអូកែវមិនគ្រាន់តែរីកចម្រើននៅលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែក៏នៅក្នុងវិស័យសិប្បកម្មនិងកសិកម្មផងដែររឿងនិទានរបស់បេសកជនចិនបាននិទានថាព្រះមហាក្សត្រខ្មែរទាំងឡាយដឹកនាំដោយប៉ិនប្រសប់នៅនយោបាយកសិកម្មរបស់ហ្វូណនកសិកម្មមានការរីកចម្រើនខ្លាំងណាស់ជាពិសេសនៅប្រទេសក្រោមកូសាំងស៊ីនដែលដីមានជីវជាតិល្អក្រៃលែងព្រះមហាក្សត្របានឲ្យគេសង់ទំនប់ទឹកនិងជីកព្រែកស្នាដៃរបស់ព្រះមហាក្សត្រឃើញមាននៅឡើយនៅកូសាំងស៊ីនបច្ចុប្បន្ននេះ